Hello សួស្តីអ្នកទាំងអស់គ្នា Welcome back to Watashifa ចិត្តចូលឆ្នាំខ្មែរណាមានកម្រងដើរតាណាអត់ហ្នឹងបើសិនជាអត់មានតែដេកនៅផ្ទះមើលសម្រាប់រឿងបាយមានទៅមិនទៅដើរលេងក្នុងខូចស្បែកអីទេអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរឥឡូវយើងចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នាចាប់ផ្ដើមសាច់រឿងនៅក្នុងភាគនេះហ្នឹងគឺគេបានបង្ហាញអំពីរថភ្លើងរបស់អង្គការ Symphony អន្តរជាតិកំពុងធ្វើដំណើរដែលនៅក្នុងនោះគឺមានមនុស្ស3នាក់ពួកគេកំពុងនិយាយគ្នាអំពី conductor និង music art ដែលមិនទាន់បានចុះឈ្មោះនៅក្នុងមូលដ្ឋានទិន្នន័យហើយនោះគឺជា Tokto ហើយនឹង Destiny របស់យើងនឹងឯងបរិមម្នាក់ហ្នឹងក៏បាននិយាយថារឿងនេះគឺ conductor Leona នឹងបានធ្លាប់ស្នើសុំការតម្រូវម្ដងហើយដែរតើក្នុងករណីនេះត្រូវជួយដំណឹងទៅដល់សហការ GM អត់ប៉ុន្តែមេបញ្ជាការម្នាក់នោះក៏បាននិយាយថាមិនចាំបាច់ទេកុំរំខានដល់ GM លើបញ្ហានេះអីក៏នឹងដោះស្រាយដោយខ្លួនឯងហើយនារីម្នាក់នេះនឹងគឺយើងបានធ្លាប់ឃើញគាត់ម្ដងរួចមកហើយនៅក្នុងអេពីសូតទី2ប៉ុន្តែយើងមិនទាន់ដឹងថាគាត់គឺជានរណានោះទេអញ្ចឹងតិចទៀតយើងនឹងបានស្គាល់គាត់ទាំងអស់គ្នាកាត់ចូលមកដល់3នាក់នេះវិញគឺអំឡុងពួកគេកំពុងធ្វើដំណើរតាមផ្លូវក៏ស្រាប់តែបែកកង់ឡានហើយអាណានឹងក៏បានព្យាយាមដោះកង់ឡាននោះចេញទៅប៉ុន្តែមើលទុកតោវិញអត់ជួយឲ្យទៅអង្គុយលើឡានឲ្យគ្នាពិបាកលើកនៅឡាននឹងទៀតនៅពេលដែលអាណាដោះកង់ឡាននោះហើយនាងក៏បានឲ្យទុកតោនឹងធ្វើវាម្ដងទៅប៉ុន្តែទុកតោនិយាយថាគាត់មិនចេះធ្វើវាទេអាណាក៏បានតបទៅវិញថាចឹងល្អហើយព្យាយាមធ្វើវាឲ្យបានទៅមិនទាន់បានធ្វើអ្វីផងក៏បានដើរទៅបុកអាដៃនឹងធ្វើឲ្យឡាននឹងផ្អៀងមកខាងនេះមិនមែនទៅធ្វើទេគឺកំតិចថែមនៅពេលនោះខូសេតូនាងក៏បាននិយាយថាក្រៅពីគាត់បកាយខាងតន្ត្រីហ្នឹងគឺគាត់គ្រាន់តែជាមនុស្សឈួតជាមនុស្សធម្មតាទេថុកតូគាត់ក៏បានឆ្លើយទៅវិញថាគាត់មិនចង់បានទេកុសលអីក្រៅពីតន្ត្រីនោះទេហើយគាត់ក៏បានស្ដីទៅឲ្យខូសេតូវិញថាក្រៅពីកម្ចាត់ D2 ហ្នឹងតើនាងចេះធ្វើអ្វីបានខ្លះកំពុងតែឆ្លោះបកាយគ្នានោះខូសេតូនាងបានចាប់អារម្មណ៍ថាមាន D2 នៅជិតនេះហើយនាងត្រូវតែកម្ចាត់វាចោលអាណាទេឡានខូចហើយហាមប្អូនខ្លួនឯងអត់ជាប់ទៀត Destiny នាងក៏បានដេញវាបហាបិសាចមួយហ្នឹងរហូតធ្លាយទៅដល់ផ្លូវរថភ្លើងនាងក៏បានសម្លាប់បិសាចមួយហ្នឹងនៅលើផ្លូវរថភ្លើងនោះតែម្ដងស្របពេលនោះដែររថភ្លើងក៏បានធ្វើដំណើរមកដល់ហើយអាណានឹងទុកតក៏បានធ្វើដំណើរមកដល់ដូចគ្នាតែខ្ញុំឆ្ងល់ថាឡានមិញនេះជាដោះកង់ចេញហើយដាក់កង់លឿនមែនឬក៏ជិះកង់3ម៉ោងពួកគេក៏បានដឹងថានេះគឺជារថភ្លើងរបស់អង្គការ Symphony អន្តរជាតិនៅពេលនោះក៏មានរីម្នាក់ចូលមកស្ដីឲ្យ Destiny ថាហេតុអ្វីបានជានាងរៀបរៀងផ្លូវរថភ្លើងរបស់ពួកគេហើយអាណាក៏ចូលមកនិយាយថាវាគ្រាន់តែជាឧបទ្ទវហេតុប៉ុណ្ណោះទេស្របពេលនោះដែរក៏មានរីម្នាក់និងមេបញ្ជាការម្នាក់បានចុះពីរថភ្លើងហើយគាត់មានសំណួរចង់សួរទៅកាន់ពួកគេថុកតូក៏បាននិយាយថារឿងអ្វីក៏ដោយប្រញាប់និយាយមកពួកគេប្រញាប់ធ្វើដំណើរទៅទីក្រុង New Orleans បន្តទៀតមេបញ្ជាការម្នាក់ហ្នឹងក៏បានតបថាល្អណាស់ទិសដៅនៃរថភ្លើងរបស់ពួកគេហ្នឹងគឺទៅ Houstonវាប្រកាសជាឆ្លងកាត់ទីក្រុង New Orleans ជាមិនខានហើយគាត់ចង់ឲ្យពួកគេនឹងធ្វើដំណើរទៅជាមួយគាត់នៅក្នុងរថភ្លើងមេបញ្ជាការម្នាក់នឹងក៏បាននិយាយថាបច្ចុប្បន្នហ្នឹងគឺពួកគេកំពុងបំពេញភារកិច្ចដឹកជញ្ជូនដុំអាចផ្កាយពណ៌ខ្មៅហ្នឹងត្រឡប់ទៅ Symphony វិញនេះហើយជាមូលហេតុដែលគាត់មានការតឹងតែងហើយគាត់សង្ឃឹមថាពួកគេនឹងអាចយល់នារីម្នាក់នៅចិត្តមេបញ្ជាហ្នឹងនាងក៏បាននិយាយថាហេតុអ្វីបានជាប្រាប់រឿងនេះទៅកាន់ពួកគេមេបញ្ជាការក៏បានតបទៅវិញថាមិនចាំបាច់លាក់បាំងពួកគេទេចាប់តាំងពីគាត់នឹងអញ្ជើញពួកគេឲ្យឡើងជិះរថភ្លើងនេះមកគាត់គួរតែបង្ហាញពីភាពស្មោះត្រង់របស់គាត់ទៅកាន់ពួកគេក្រៅពីនេះពួកគេមិនមែនជាអ្នកក្រៅទេយ៉ាងណាមិញក៏មាន music art នៅក្បែរពួកគេដែរ Destiny នាងបានចាប់អារម្មណ៍នឹងបង្អែមនោះខ្លាំងមែនតើហើយនាងក៏បានសាកញ៉ាំវាពិតជាឆ្ងាញ់នាងក៏បានញ៉ាំយកហ្មងទៅថុកតូក៏បានស្ដីឲ្យ Destiny ថាឲ្យនាងញ៉ាំបានធម្មតាជាងនឹងតិចទៅមេវិជាការម្នាក់ហ្នឹងក៏បាននិយាយអំពី Destiny ថានាងគឺជា music art ដ៏ពិសេសគាត់ស្ទាត់ជំនាញព័ត៌មានទាំងអស់របស់ music art នៅក្នុងប្រទេសប៉ុន្តែគាត់មិនដែលឃើញ music art បែបនេះទេវាគួរឲ្យចាប់អារម្មណ៍ណាស់ក៏បានណែនាំខ្លួនម្ដងទៀតគាត់គឺជាមេបញ្ជាការនៃអង្គការ Symphony ហើយគាត់មានឈ្មោះថា Chandler Felix គាត់ក៏បានសួរទៅកាន់ទុកតូថាតើទុកតូនឹងបាន music art នេះដោយរបៀបណាក៏បានបន្តទៀតថានិយាយតាមបែប digital អ្វីប្រភេទនេះនឹងមិនដែលលេចឡើងនៅក្នុងមនុស្សសម័យឡើយ music art គឺជាអាវុធដែលបង្កើតឡើងដើម្បីកម្ចាត់ D2 ក៏បានលើពួកគេហៅនាងថាខូសេតូហើយពួកគេនឹងស្គាល់រាងកាយនឹងអត់ចុះមនុស្សម្នាក់នឹងធ្វើមិនបាននាងនឹងខ្លាចទៅជា music art បែបហ្នឹងដុកទ័រក៏បាននិយាយថាគាត់មិនចាំបាច់ឆ្លើយនឹងសំណួរនេះទេចៅរបស់មេបញ្ជាការភ្ញាក់ផ្អើលខ្លាំងមែនតើដោយមិននឹកស្មានថាដុកទ័រនឹងហ៊ាននិយាយបែបហ្នឹងដាក់មេបញ្ជាការរបស់ពួកគេមេបញ្ជាការម្នាក់ហ្នឹងក៏បាននិយាយថាមិនអីទេពួកគេប្រហែលជាហត់នៅដោយសារតែការធ្វើដំណើរដ៏វែងឆ្ងាយនេះហើយឲ្យពួកគេសម្រាកទៅវាជាដំណើរដ៏វែងឆ្ងាយទៀតទៅកាន់ Houston ពួកគេគ្មានពេលនិយាយគ្នាទៀតទេ
បន្ទាប់មកនារីម្នាក់នោះក៏បាននាំពួកគេទាំង3ចូលទៅក្នុងបន្ទប់រថភ្លើងមួយនាងបានប្រាប់ពួកគេឲ្យនៅទីនេះហើយនាងព្រមានពួកគេមិនឲ្យចាកចេញពីទីនេះដោយគ្មានការអនុញ្ញាតឡើយអាណាក៏បាននិយាយថាវាតឹងរឹងពេកហើយថុកតក៏បានបន្តទៀតថាតើពួកគេកំពុងជាប់គុកមែននារីម្នាក់នោះក៏បានតបទៅវិញថានាងមិនទុកចិត្តពួកគេទេស៊ីមហ្វូនីខានឹងកំពុងទទួលបេសកកម្មការពារមនុស្សទាំងអស់ដោយសារវាជាចំនួនខុសត្រូវពួកគេមិនអាចបរាជ័យបានឡើយបើសិនបើអ្នកទាំង3នឹងជឿជាក់ក្នុងបេសកកម្មរបស់ពួកគេនាងនឹងសម្លាប់ចោលថុកតក៏បាននិយាយថានាងអាចនិយាយត្រឹមត្រូវជំនួសឲ្យការគំរាមកំហែងនេះបានអត់វាពិតជាប្រៃផ្សៃណាស់ស្រាប់ពេលពួកគេកំពុងឆ្លុះប្រកែកគ្នានោះខុសតូដឹងថាមានលីធូនៅទីនេះនៅពេលនោះនាងក៏បានប្រែក្លាយទៅជា Destiny ទំនុកកញ្ចក់ហើយឡើងទៅលើរថភ្លើងដើម្បីកម្ចាត់បិសាច D2 ទាំងនោះមកដល់ខាងលើពួកគេក៏បានបើកការវាយប្រហារទៅលើបិសាច D2 ទាំងនោះទៅដោយថុកតូគាត់ជាអ្នកបញ្ជាហើយ Destiny ក៏បានវាយប្រហារបិសាចនោះទៅតាមអ្វីដែលថុកតូបានបញ្ជាដោយតែរាល់ដងហ្នឹងឯងហើយយើងឃើញថានារីម្នាក់នោះនាងគឺជា music artist ម្នាក់ដែរប៉ុន្តែយើងមិនទាន់ដឹងថាតើណាគឺជា conductor របស់នាងទេនារីម្នាក់ហ្នឹងនាងមិនជឿជាក់ថាថុកតូហ្នឹងគឺជា conductor នោះទេហើយនៅពេលនោះដែរថុកតូគាត់ក៏បានសួរទៅវិញថាអាណាទៅ music artist ផ្សេងទៀតហេតុអ្វីបានជានាងនឹងមកកំចាត់បិសាចជាមួយពួកគេនាងក៏បានតបទៅវិញថានារីម្នាក់ទៀតហ្នឹងគឺជាមេបញ្ជាការរបស់ music artist ភារកិច្ចរបស់នាងហ្នឹងគឺការពារមេបញ្ជាការនិងមិនចាត់វិធានការណាមួយឡើយបើសិនបើមេបញ្ជាការហ្នឹងមានសុវត្ថិភាពលើពីនេះទៀតវាមិនចាំបាច់ធ្វើដោយថ្នាក់នេះទេដរាបណានាងនៅទីនេះនាងមិនអនុញ្ញាតឲ្យ D2 ហ្នឹងចូលទៅចិត្តនិងបំផ្លាញរថភ្លើងនេះឡើយនៅពេលនោះដែរក៏ស្រាប់តែលេខ D2 មួយនៅពីក្រោយថុកតូហើយ Destiny នាងក៏បានបាញ់បិសាចនោះទៅក្រោយកំចាត់បិសាចនោះរួចហើយថុកតូគាត់ក៏បាននិយាយថានាងកំពុងព្យាយាមបាញ់គាត់មែនហើយនាងអាចគ្រប់គ្រងកម្លាំងរបស់នាងបានអត់Destiny នាងក៏បាននិយាយទៅវិញថាការនិច្ឆ័យរបស់នាងហ្នឹងគឺពិតជាត្រឹមត្រូវ D2 ត្រូវបានកំចាត់ហើយឥឡូវហ្នឹងស្ថានភាពក៏បានប្រែប្រួលទៅជាល្អដែរបើសិនជាគាត់ខ្លាចឈឺចាប់គាត់គ្រាន់តែគិតចេញឲ្យឆ្ងាយពីទីនេះទៅថុកតូក៏បានប្រាប់ឲ្យ Destiny ហ្នឹងបិទមាត់ទៅនៅពេលនោះដែរនារីម្នាក់នោះក៏បាននិយាយថាតើពួកគេឆ្លោះគ្នាហើយនៅអ្នកធ្វើផ្លូវគាត់បាននិយាយថាពួកគេនឹងដោះស្រាយវាឲ្យលឿនតាមដែលអាចធ្វើទៅបានប៉ុន្តែវាត្រូវការយ៉ាងហោចណាស់ក៏កន្លះថ្ងៃដែរហើយពីរអ្នកនោះចាប់ផ្ដើមតែលះកហោដាក់គ្នាទៅវិញទៅមកនារីម្នាក់នោះក៏បានស្ដីទៅឲ្យពួកគេថានាងនឹងមិនទុកពួកគេទេបើសិនជាពួកគេនឹងរារាំងបេសកកម្មរបស់នាងហើយនាងក៏បាននិយាយថាឈប់ធ្វើរឿងអត់ប្រយោជន៍ទាំងអស់នេះទៀតទៅនិយាយឲ្យនាងក៏បានដើរចេញទៅបាត់ទាំងខឹងពួកគេស្របពេលនោះដែរហ្នឹងក៏មាននារីម្នាក់ទៀតហ្នឹងបានសល់ចំអកពួកគេថាពួកគេបានត្រូវការស្ដីបន្ទោសហើយនារីម្នាក់ហ្នឹងនាងមានឈ្មោះថា Hell ហើយក៏បានសួរទៅកាន់ពួកគេទាំងពីរថាចង់ដឹងពីរបៀបចុះសម្រងជាមួយនារីមិញអត់គឺត្រូវធ្វើឲ្យនាងហ្នឹងខ្លាចជារបស់គាត់ពួកអីនាងមិនបានបញ្ចប់កិច្ចសន្យាជាមួយ conductor ណាម្នាក់ឡើយនាងអាចមើលទៅរឹងមាំប៉ុន្តែនៅខាងក្នុងហ្នឹងគឺវាទន់ជ្រាយហើយនាងស្អាតណាស់ត្រូវអត់គឺនាងមិនមាន conductor នោះទេថុកតូគាត់បាននិយាយថាគាត់មិនចាប់អារម្មណ៍ឡើយប៉ុន្តែហានិយាយថាគាត់នឹងចាប់អារម្មណ៍ហើយខូសេតូនឹងក៏ដូចគ្នានាងបានសរសើរថាផ្នែករបស់ខូសេតូនឹងគឺស្អាតនាងកំពុងស្វែងរកគ្រឿងតុបតែងលម្អនៃពណ៌នេះនាងចង់បានផ្នែករបស់ខូសេតូតែខូសេតូបានបដិសេធបើមើលទឹកមុខរបស់យីប៉ែនឹងវិញដូចមនុស្សរោគចិត្តអញ្ចឹងហើយនាងបាននិយាយថានាងជឿចិត្តខូសេតូនិយាយហើយនាងក៏បានដើរចេញពីទីនេះទៅនៅក្នុងរថភ្លើងវិញគឺអាណាបានប្រាប់រឿងរ៉ាវដែលពួកគេបានឆ្លងកាត់ទៅឲ្យមេបញ្ជាការ Sheila បានដឹងហើយមេបញ្ជាការម្នាក់ហ្នឹងគាត់ក៏បាននិយាយថានាងចង់សម្ដៅទៅលើ Leonard មែន Leonard ហ្នឹងគឺជាពូ Lenny របស់យើងនឹងឯងអ្នកគ្នាក៏បានបន្តទៀតថានាងពិតជាគោរពនៅអ្វីដែលពួកគេបានធ្វើនាងពិតជាកូនស្រីនៃគ្រួសារដ៏អស្ចារ្យ Schneider មូលហេតុដែលនាងនៅជាមួយពួកគេគឺដើម្បីគ្រប់គ្រងការពារពួកគេត្រូវដើម្បីកុំឲ្យមនុស្សទូទៅរងគ្រោះថ្នាក់ដោយ music art ដែលមិនបានកែតម្រូវគឺគាត់សំដៅទៅលើ Destiny របស់យើងនឹងឯងក៏បានបន្តទៀតថានាងកំពុងធ្វើវាបានយ៉ាងត្រឹមត្រូវពិភពលោកបច្ចុប្បន្នហ្នឹងស្ថិតនៅក្នុងភាពវឹកវរនោះហើយជាមូលហេតុដែលអ្នកដែលជ្រើសរើសដូចជាពួកគេហ្នឹងត្រូវការដើម្បីដឹកនាំមនុស្សសាមញ្ញទៀតរយៈពេលប្រហែលកន្លះថ្ងៃគឺអ្នកធ្វើផ្លូវហ្នឹងគឺគាត់បានធ្វើផ្លូវជិតរួចហើយនៅពេលនោះដែរគឺថុកតូនិង Destiny បានឃើញថាបិសាច D2 ទាំងនោះគឺវាមិនងាប់អស់ទេមកម្ដងនេះគឺច្រើនជាងលើកមុនទៀត music art ម្នាក់ទៀតហ្នឹងនាងក៏បានឆ្ងល់ថាវាមកដល់របៀបណាទោះបីជាដុំអាចផ្កាយពណ៌ខ្មៅហ្នឹងត្រូវបានបិទទៅក៏ដោយហេតុអ្វីបានជាពួកវានឹងប្រមូលផ្ដុំ D2 ច្រើនយ៉ាងនេះដោយមិនបង្អង់យូរថុកតូនិង Destiny ក៏បានបើកការវាយប្រហារទៅលើបិសាច D2 ទាំងអស់នោះទៅយូរទៅបិសាច D2 ទាំងនោះគឺកាន់តែច្រើនទៅចំណែកឯថុកតូវិញក៏កាន់តែឈឺចាប់ហើយ energy របស់គាត់នឹងក៏កាន់តែថយចុះដែរបាទក្រឡេកទៅមើល music art ម្នាក់ទៀតហ្នឹងគឺនាងខុសពី Destiny នៅពេលដែលនាង
វាប្រហាជាមួយពពុះបិសាចនឹងគឺកាន់តែយូរនាងកាន់តែឆាប់អស់ធម៌ពលក៏ដោយសារតែនាងនឹងមិនបានចប់កិច្ចសន្យាជាមួយនឹង conductor ណាម្នាក់ឡើយចឹងមានន័យថាគឺនាងអត់មាន conductor ទេប្រយុទ្ធជាមួយពួកបិសាច D2 នឹងកាន់តែយូរហើយពួកគេកាន់តែអស់ធម៌ពលប៉ុន្តែមើលទៅបិសាច D2 ទាំងនោះគឺវាមិនអស់ទេវាមកកាន់តែច្រើនឡើងនៅពេលនោះថុកតគាត់ក៏មានកំណត់មួយហើយគាត់បានឲ្យ Destiny នឹងវាប្រហាទៅកន្លែងដែលគាត់បានណែនាំគឺគាត់បានបញ្ជានាងឲ្យបាញ់បំបាក់ថ្មទាំងសងខាងហ្នឹងដើម្បីឲ្យថ្មហ្នឹងបាក់មកសង្កត់បិសាច D2 ទាំងនោះព្រមគ្នា Music អានម្នាក់ទៀតហ្នឹងគាត់ក៏បានសួរទៅកាន់ថុកតថាតើគាត់ចង់ធ្វើអ្វីចង់កំទេចផែនដីនឹងចោលមែនហើយបើងាកទៅមើលថុកតវិញគឺទ្រុឌទ្រោមខ្លាំងមែនតើតែគាត់នៅតែនិយាយថាបន្តវាទៅស្រាប់តែពួកគេកំពុងតែវាប្រហារជាមួយពួកបិសាច D2 ទាំងនោះក៏ស្រាប់តែលេខ D2 មួយហ្នឹងបានបើកការវាប្រហារទៅកាន់ថុកតប៉ុន្តែសំណាងល្អគឺ Music អានម្នាក់ហ្នឹងនាងបានកំចាត់បិសាចនោះទាន់ហើយនាងបាននិយាយទៅកាន់ថុកតថានាងមិនដែលឃើញ conductor ណាដូចជាគាត់នោះទេហើយនាងនឹងមិនទទួលស្គាល់គាត់ឡើយថុកតក៏បានបន្តបញ្ជាឲ្យ Destiny ហ្នឹងបាញ់ទៅលើថ្មទាំងសងខាងនោះទៅដើម្បីឲ្យថ្មនោះធ្លាក់មកសង្កត់បិសាច D2 ទាំងនោះតែពេលកំចាត់បិសាច D2 ទាំងនោះរួចហើយ Music អានម្នាក់ហ្នឹងនាងក៏បានអរគុណទៅកាន់ថុកតដែលគាត់នឹងបានការពាររថភ្លើងឲ្យមានសុវត្ថិភាពហើយនាងក៏បានណែនាំខ្លួនរបស់នាងថានាងឈ្មោះ Valkyrie ថុកតក៏បាននិយាយថាឈ្មោះ Valkyrie វាគឺជា Wagner ដែលជាឈ្មោះដែលអ្នកធ្លាប់មានស្នាដៃអីហ្នឹងឯងហើយគាត់អត់ស្អប់វាទេគាត់មិនស្អប់មានន័យថាគាត់ចូលចិត្តឈ្មោះហ្នឹងឯងគាត់ទៅលឺចឹងព្រាម Valkyrie អៀនមុខឡើងខំហើយដេញឲ្យគាត់ចេញទៅនាងចង់នៅម្នាក់ឯងស្របពេលនោះដែរក៏មានលេចឡើងនៅបិសាច D2 មួយយ៉ាងធំហើយពួកគេមិនអាចធ្វើអ្វីបានទៀតទេដោយសារតែពួកគេនឹងអស់ធម៌ពលច្រើនហើយកំពុងតែគិតថាតើពួកគេទៅធ្វើយ៉ាងម៉េចដើម្បីកម្ចាត់បិសាច D2 នេះបានដល់ពេលនោះស្រាប់តែហាលនាងក៏បាននិយាយថានាងមិនចង់អង្គុយមើលទៀតទេហើយនាងក៏បានសុំមេបញ្ជាការរបស់នាងដើម្បីទៅកម្ចាត់បិសាច D2 នោះចោលព្រាមនោះជើងរបស់នាងក៏ប្រែក្លាយទៅជាកងចក្រនេះវាគឺជា skill របស់នាងមិនមកអងយូរនាងក៏បានជិះកងចក្ររបស់នាងនឹងទៅកម្ចាត់បិសាចមួយនោះហើយនាងប្រើត្រឹមតែមួយជើងប៉ុណ្ណោះបិសាចមួយនោះក៏បានប្រេះជាពីរតែម្ដងហើយនាងក៏បានថែមមួយជើងទៀតធំតែមួយប្រព្រឹត្តភ្នែកបិសាចនឹងលាយខ្សលផុតពីផែនដីនៅពេលដែលកម្ចាត់បិសាចនោះហើយមើលទឹកមុខរបស់នាងនឹងគឺប្រៀបដូចជាមនុស្សរោគចិត្តអញ្ចឹងមកដល់កន្លែងបែនមួយហ្នឹង Valkyrie នាងបាននិយាយថាបន្ទាប់ពីការផ្ទុករួចនាងនឹងចាប់ផ្ដើមធ្វើដំណើរទៅកាន់ Houston ភ្លាមប៉ុន្តែមេបញ្ជាការ Sheila គាត់បាននិយាយថាគាត់នឹងមិនទៅ Houston ទេផែនការបានផ្លាស់ប្ដូរគាត់នឹងដឹកជញ្ជូនទៅកន្លែងផ្សេងហើយគាត់បានប្រាប់ទៅនាងថានាងអាចឈប់បានគាត់នឹងដោះស្រាយអ្វីដែលនៅសល់វាមិនមែនជាអាជីវកម្មរបស់នាងទេឥឡូវនេះប្រៀបដូចគាត់នឹងបញ្ឈប់នាងពី Symphony អញ្ចឹងកាត់ចូលមកដល់3នាក់នេះវិញគឺអាណាបាននិយាយថាគឺវានៅឆ្ងាយខ្លាំងណាស់ពីទីក្រុង New Orleans ពេលនោះដែរមេបញ្ជាការ Sheila និង Hal គាត់ក៏បានមកដល់ហើយគាត់ក៏បាននិយាយថាមុនពេលពួកគេចាកចេញហ្នឹងគាត់មានរឿងចង់ប្រាប់ពួកគេហើយគាត់ក៏បានសរសើរអំពីក្បាច់ប្រយុទ្ធរបស់ពួកគេនឹងវាគឺពូកែមិនអន់ជាង conductor ជាផ្លូវការដូច្នេះគាត់មានសំណូមពរមួយគាត់ចង់ឲ្យពួកគេចូលរួមជាមួយកម្លាំងរបស់គាត់ហើយធ្វើការក្រោមបង្គាប់របស់គាត់ក្នុងនាមជាអគ្គមេបញ្ជាការគាត់នឹងផ្ដល់សិទ្ធិឲ្យថុកតូនៅមុខតំណែងដែលត្រូវគ្នាប៉ុន្តែថុកតូបានបដិសេធគាត់បាននិយាយថាគាត់មិនចង់ធ្វើវាទេអត់មានអីទៀតទេមែនពួកគេមានរឿងបន្ទាន់គាត់ទៅលឺអញ្ចឹងភ្លាមមេបញ្ជាការ Sheila ហ្នឹងគាត់ខឹងនឹងថុកតូខ្លាំងមែនតើដែលហ៊ានបដិសេធជាមួយគាត់ហើយគាត់នឹងចាំឈ្មោះរបស់ថុកតូទុកនៅពេលធ្វើដំណើរទៅកាន់ទីក្រុង New Orleans ហ្នឹងគឺអាណាគាត់បាននិយាយថាពួកគេគួរតែស្នាក់នៅទីក្រុងនោះមួយយប់ឥឡូវនេះទោះបីជានាងមិនចង់ស្នាក់នៅទីនេះក៏ដោយនាងនិយាយម្នាក់ឯងអត់មានអ្នកគេតបសោះដល់ពេលងាកទៅក្រោយមើលទៅពីរអ្នកនឹងដេកលក់អស់លីងឃើញអញ្ចឹងនាងក៏បានថែមលបឿនប្រញាប់ទៅកាន់ទីក្រុង New Orleans ហ្នឹងហើយអ្នកនរគ្នាអេពីសូតទី5យើងបានឈានមកដល់ទីបញ្ចប់ហើយខ្ញុំអត់មានអីនិយាយទៀតទេដោយសារអស់ខ្យល់ហើយ Okay bye see you next episode thank you guys